mình chọn trai lôi lơ Facebook bút lơ Facebook tên đời xa tay bờ bút nâng trai tới ở bạn đi làng thay bàn tay chọn lụ chun bom ôn nông đầm lại trầm tay $5 xe va đất Maria trong đưa cắt sọ ní bom ôn á mấy bạn vậy chăng nhom lụ $5 đi nhom choi bom ôn lại những xe tay phần nó mấy bạn thử lại những xe bây bom ôn lại những xe cứ nhom ọt trai lơ bút trong đưa cắt sọ đầm lại $5ណាមានកម្រិតណា2.0មានតាមកម្លាំងឃើញអត់ធូរថ្លៃមែនតែនហើយផលមិនធូរថ្លៃរបស់នឹងអន់អត់បងតានីភ្ញៀវរាប់រយនាក់យកទៅហើយអូខេហើយតម្លៃពិសេសមែនតែនត្រឹមតែ$5ទេប៉ុន្តែពឹងពេអធិស្ឋានបងប្អូនទូទាំងប្រទេសជួយ like ជួយ share ដោយសារតែអត់ចង់ប៊ូតតែប៊ូតហ្នឹងគឺអស់លុយខ្ញុំតែអស់លុយខ្ញុំមិនដែរគិតលើខ្ញុំទេត្រូវចាំខ្ញុំត្រូវចែកលើរបស់អីវ៉ាន់ហ្នឹងត្រូវលក់5វាដល់ចែកប៊ូតអស់មួយថ្ងៃ10វាចឹងមួយថ្ងៃលក់បាន10ឬបាន20ចឹងមួយថ្ងៃក៏ត្រូវឡើងមួយរៀលទៅកន្លះកាក់ដែរហើយបងប្អូនប៉ុន្តែរស់ស៊ីធ្វើអញ្ចឹងឯងសំខាន់ណាវីដេអូខ្ញុំទាំងអស់គឺខ្ញុំអត់បានប៊ូតលើ Facebook ទេប៉ុន្តែពឹងពាក់អាសៀស្រ័យបងប្អូនទូទាំងប្រទេសជួយ like ជួយ share តែប៉ុណ្ណោះហាម comment ចង់បានឆាតចូល page ចង់បានឆាតមក Telegram បញ្ជាក់បងប្អូនណាតម្លៃនេះត្រឹមតែ$5សេវាដឹកត្រឹមតែ$1សម្រាប់បងប្អូនដែលបានជួយ like ជួយ share ត្រង់ដើនេះណាអញ្ចឹងរុះរាន់តំណែងតំណងមក098 24 41 42ត្រង់ដើកាត់សក់នេះខ្ញុំដាក់តម្លៃពិសេសជូនបងប្អូនមែនតើណាគឺប្រើអែមែនតើប្រើអែមែនតើតម្លៃត្រឹមតែ$5សម្រាប់បងប្អូនដែលបានជួយ like ជួយ share មើលខ្ញុំអត់ចង់ចាយលើ Facebook ទេអត់ចង់ចាយលុយប៊ូទេតែខ្ញុំចង់ល្បីសម្រាប់ឲ្យបងប្អូនបាន like share យីមិនក៏បងលុបលុនម៉ែបងចង់ល្បីដល់ខ្ញុំ like share បាទរៀងលុបលុនបន្តិចមិនបានថាលុបលុនពេលខ្ញុំធ្វើអញ្ចឹងរបស់តែខ្ញុំលក់ជូនបងប្អូនបានសមរម្យហើយបងប្អូនសួរចេះពេលខ្លះខ្ញុំលក់ថោកពេកបងប្អូនថាបងរបស់ហ្នឹងប្រើកើតអត់បងរបស់ហ្នឹងប្រើបានប្រហែលថ្ងៃបងរបស់ហ្នឹងមេអ៊ីងអីណាសំណួរនេះចាក់ដោតខ្ញុំមែនតើបាទលក់ធូរថ្លៃគេថារបស់អន់លក់ថ្លៃគេថាអត់ទិញរបស់ក្រៅពីចិនមានពីណាផលិតបានធូរថ្លៃទេហើយសួរថាល្អអត់បងមនុស្សរាប់រយនាក់យកទៅគេអូខេគេប្រើប្រាស់ច្រើនអញ្ចឹងបើសម្រាប់បងប្អូនណាដែលធ្លាប់ទិញត្រង់ដើខ្ញុំហើយប្រើមិនម៉ាញ់បងប្អូនជួយឲ្យ comment បានដើម្បីឲ្យបងប្អូនយើងបានភាពជឿជាក់ព្រោះខ្ញុំលក់ដូរខ្ញុំប្រាប់ថារបស់នេះប្រើបានសមរម្យខ្ញុំនិយាយប៉ុណ្ណឹងខ្ញុំមិននិយាយថាអូរបស់មកពីអាឡម៉ង់មកពីអឺរ៉ុបមកអីទេវាមិនអាចទេបោកបងប្អូនទេរបស់ទោះមកពីអាឡម៉ង់អឺរ៉ុបណាក៏លក់មិន$10ជាងដែរយល់និយាយបងប្អូនគ្រាន់តែការផ្សព្វផ្សាយបងប្អូនឮថាអាឡម៉ង់អឺរ៉ុបជប៉ុនអាមេរិកតែមានអ៊ីឆៃណាហ្នឹងហើយបងប្អូនលំពឹងអីអេឡិចត្រូនិកទូទាំងប្រទេសពិភពលោកឥឡូវសឹងថា95%ផុសមេអ៊ីឆៃណាហើយអេឡិចត្រូនិកណាអញ្ចឹងបងប្អូនគួរយល់សម្ដីខ្ញុំដែរអញ្ចឹងបញ្ជាក់ណាសម្រាប់បងប្អូនដែលបានជួយ like ជួយ share តម្លៃត្រឹមតែ$5តែប៉ុណ្ណោះត្រង់ទៅកាត់សក់អរគុណ